ភរិយានាយករដ្ឋមន្ត្រីនេប៉ាល់ដែលទៅលាលែងពីតំណែងបានបាត់បង់ជីវិតដោយសារតែក្រុមបាតកោដុតផ្ទះរបស់ពួកគាត់ស្ថានភាពនៅក្នុងប្រទេសនេប៉ាល់កាន់តែក្តៅគគុកខណៈពេលដែលក្រុមបាតកោបន្តធ្វើការតវ៉ាបើទោះបីជានាយករដ្ឋមន្ត្រីនេប៉ាល់បានលាលែងពីតំណែងក៏ដោយក៏មានការដែលតវ៉ានៅតែបន្តកើតមាននៅក្នុងប្រទេសរួមទាំងអគារសភាក៏ត្រូវបានដុតបំផ្លាញចោលកាលពីថ្ងៃទី9ខែកញ្ញាម្សិលមិញនេះក្រុមបាតកោកាន់តែមានការខឹងសម្បាល់យ៉ាងខ្លាំងជាមួយនឹងរដ្ឋាភិបាលនេប៉ាល់បន្ទាប់ពីមានការដែលបង្ក្រាបដ៏សាហាវបំផុតនៅក្នុងរយៈពេលជាច្រើនឆ្នាំដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់19នាក់ត្រូវបានសម្លាប់លោកស្រីរ៉ាស្យាឡាមីចិត្រាកាភរិយាអតីតនាយករដ្ឋមន្ត្រីនេប៉ាល់សាឡាណាត់ខាណាល់បានទទួលមរណភាពនៅក្នុងហេតុការណ៍ក្រុមបាតកោធ្វើការដុតផ្ទះរបស់ពួកគាត់នៅឯតំបន់ដាលូក្រុងកាមែនឌូកាលពីថ្ងៃទី9ខែកញ្ញាឆ្នាំ2025ម្សិលមិញនេះព្រោះតែលោកស្រីបានជាប់គាំងនៅក្នុងផ្ទះមិនអាចចេញមកខាងក្រៅបានបណ្ដាលឲ្យឆ្លក់នៅផ្សែងភ្លើងដែលបានឆាបឆេះនិងបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរភ្លាមនោះលោកស្រីត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក៏ប៉ុន្តែជាអកុសលនៅតែមិនអាចជួយសង្គ្រោះអាយុជីវិតរបស់គាត់បានឡើយព្រោះតែរបួសធ្ងន់ធ្ងរខ្លាំងពេកឈានដល់ការបាត់បង់ជីវិតមូលហេតុដែលឈានទៅដល់ការផ្ទុះការតវ៉ាបំផ្លិចបំផ្លាញដុតផ្ទះរបស់ថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាលនេះព្រោះតែក្រុមពួកបាតកោទាំងនេះបាននាំគ្នាបញ្ចេញការប្រតិកម្មខឹងសម្បាល់យ៉ាងខ្លាំងដោយការប្រមូលផ្ដុំគ្នាពេញដងផ្លូវសាធារណៈដើម្បីធ្វើការតវ៉ាក្រៅពីរដ្ឋាភិបាលបានធ្វើការប្រកាសក្នុងការដែលបិទបណ្ដាញសង្គមជាច្រើនដូចជា Facebook YouTube បណ្ដាញសង្គម X រួមជាមួយនឹង TikTok ជាដើមមិនឲ្យប្រើប្រាស់នៅក្នុងប្រទេសដោយលើកហេតុផលថាក្រុមហ៊ុនទាំងនោះមិនបានក្នុងការចុះបញ្ជីនិងអនុលោមទៅតាមការត្រួតពិនិត្យរបស់រដ្ឋាភិបាលបន្ថែមពីនេះក្រុមបាតកោក៏បានបង្ហាញការខកចិត្តចំពោះអំពើពុករលួយនិងការអួតអាងនៅទ្រព្យសម្បត្តិរបស់មន្ត្រីរដ្ឋាភិបាលរួមជាមួយនឹងក្រុមគ្រួសាររបស់ពួកគេសម្ញែងឥតឈប់ឈរនិងសំអាងអួតអាងនៅអំណាចនៅក្នុងដំណើរនៃការធ្វើបាតកម្មនេះដែរក្រុមបាតកោបានប៉ះទង្គិចគ្នាជាមួយនឹងកងកម្លាំងសន្តិសុខដុតផ្ទះមេដឹកនាំប្រទេសនេប៉ាល់និងទីស្នាក់ការកណ្ដាលរបស់រដ្ឋាភិបាលបណ្ដាលឲ្យមនុស្សជាង20នាក់បានបាត់បង់ជីវិតនិងជាង300នាក់ទៀតបានរងរបួសពីនេះខ្ញុំឈួនអេគ្រីកម្មវិធី AMJ TV News